ជំរាបសួរអ្នកគ្រូថ្ងៃនេះខ្ញុំមកអានអត្ថបទមានចំណងជើងថារឿងក្មេងកំព្រាមានបរិយាពូម៉ែម្នាក់ប្រកបរបរជ្រលក់អំបោសបរិយានោះរស់នៅជាមួយកូនប្រុសម្នាក់និងក្មួយកំព្រាម្នាក់កូនប្រុសរបស់គាត់ឈ្មោះនិនឯក្មួយប្រុសឈ្មោះកំណត់រាល់ពេលបរិយានោះលាយលាក់ជ្រលក់អំបោសគាត់តែងហៅនិននៅកំណត់មកក្បែរដើម្បីជួយហុចនេះហុចនោះឲ្យគាត់ជារឿយនិនតែងដោះសារថារវល់រៀនសូត្រឬធ្វើនេះធ្វើនោះជានិច្ចប៉ុន្តែគេកិច្ចទៅដើរលេងជាមួយមិត្តភ័ក្តិទៅវិញឪពុកនិនឮថាកូនជាប់រវល់ក៏មិនសូវហៅរកទេឯកំណត់វិញឆ្លៀតពេលទំនេរពីការសិក្សាគេតែងជួយឪពុកមាឲ្យហើយបានយល់ច្បាស់ពីរូបមន្តនិងការលាយលាក់និងរបៀបជ្រលក់អំបោសថ្ងៃមួយបុរសនោះមានជំងឺធ្ងន់ហើយលាចាកលោកទៅចោលក្មេងទាំងពីរឲ្យនៅកំព្រាដោយបន្ទុកប្រាក់កាសបន្តិចបន្តួចប៉ុណ្ណោះគំនិតប្រាប់និនថាយើងនៅសល់ប្រាក់តិចតួចណាស់យើងគួរប្រកបរបរជ្រលក់អំបោសនេះបន្តទៅទៀតទើបអាចចិញ្ចឹមជីវិតបាននិនប្រកែកថាធ្វើមិនកើតទេព្រោះគេមិនចេះអ្វីសោះពេលនោះគំនិតប្រាប់និនថាខ្លួនគេចេះចាំអាចធ្វើកិច្ចការទាំងអស់នេះបានគ្រាន់តែមិនទាន់បានប្រសពប៉ុណ្ណោះនិនក៏យល់ព្រមហើយប្រឹងប្រែងធ្វើការងារតាំងពីពេលនោះមករហូតដល់បានសម្រេចជម្រាបលាអ្នកគ្រូ